សួស្តីពុកម៉ែបងប្អូននិងគ្នាយើងអ្នកដែលពេញនិយមតាមដានមើលរឿង anime ទាំងអស់គ្នាថ្ងៃនេះយើងវិលត្រឡប់ជួបគ្នាសាជាថ្មីជាមួយខ្ញុំបាទ VC សម្រាប់សាច់រឿងបន្តទៀតហើយណាបាទមុននឹងឈានចូលដល់ការសម្រាប់សាច់រឿងមួយនេះនឹង admin ស្នើសុំឲ្យអ្នកទាំងអស់គ្នាកុំភ្លេចតែចុចជួយ like ក៏ដូចជា subscribe និង comment នៅពេលល្អៗនៅក្នុងវីដេអូមួយនេះដើម្បីឲ្យ YouTube រុញវីដេអូរបស់ admin នឹងទៅដល់អ្នកផ្សេងទៀតដែលបានទស្សនាផងដែរមួយវិញទៀតចំពោះអ្នកដែលចង់ជួយឧបត្ថម្ភ admin នឹងគឺអាចជួយឧបត្ថម្ភតាមរយៈ QR របស់ admin ដែលដាក់នៅលើអេក្រង់មួយនេះតែម្ដងហើយតោះកុំឲ្យខាតពេលវេលារបស់គ្នាយើងយូរទៅតាមដានសាច់រឿងរបស់យើងតែម្ដងទៅណាបាទមុននឹងឈានចូលដល់អេពីសូតបន្តរបស់យើងមួយនេះ admin សូមរំលឹកការពិភាក្សាមុនការពីសប្តាហ៍មុនដែលសប្តាហ៍មុនយើងដឹងហើយថាតាចាស់ទាំង5ត្រូវបានតា Certain ហ្នឹងគឺក៏ហៅឲ្យពួកគេមកជុំគ្នាតែម្ដងចំពោះឯតាបាក់សីដែលមានឈ្មោះថាតា Mas ហ្នឹងគាត់គឺបានហោះទៅបុកជាមួយនឹង Domain ចំណែកតាផ្សេងទៀតគឺបានសហការគ្នាក្នុងការវាយទៅកាន់ Luffy ប៉ុន្តែនៅពេលជាមួយនឹងគ្នានឹងយៈ Dory និងយៈ Proki គឺបានមកដល់ព្រមទាំងបានធ្វើការកាប់ទៅកាន់តា Jupiter ហ្នឹងរំដោះ Luffy ចេញពីមាត់របស់គាត់ផងដែរ Luffy គឺបាននិយាយសួរស្ដីទៅកាន់អ្នកទាំងពីរដែលខានជួបគ្នាមកជាយូរហើយអ្នកទាំងពីរគឺបាននិយាយរាក់ទាក់ទៅដល់ Luffy ផងដែរថាពួកគេគឺបានខានជួប Luffy ជាយូរដូចគ្នាហ្នឹងហើយយៈ Proki បាននិយាយថាទីបំផុតគាត់អាចរកឃើញ Luffy ហើយសម្បីតែយៈ Dory ក៏និយាយដែរថា Luffy នៅពេលនេះមើលទៅដូចជាមានសភាពល្អនៅទេអត់មានការវាយប្រហារពីអ្នកដទៃណានោះឡើយក្រោយមកគេគឺបានបង្ហាញថាសាច់រឿងរបស់យើងនៅភាគនេះមានចំណងជើងថាមិត្តភ័ក្តិរួមដៃគ្នាក្នុងការវាយសត្រូវដែលចង់និយាយអំពី Luffy ហើយនឹងយៈទាំងពីររួមដៃគ្នាសាច់រឿងនៅភាគនេះគឺចាប់ផ្ដើមឡើងជាមួយនឹង Jembe គឺបានប្រទះគ្នាជាមួយនឹង Tamas ហ្នឹងគាត់កំពុងតែព្យាយាមស្វែងរកជាមួយនឹងគ្នារបស់គាត់ Jembe ចាប់អារម្មណ៍ថារាងកាយរបស់ Tamas ហ្នឹងពោពេញទៅដោយហាគីអញ្ចឹងមិនអាចនៅក្បែរគាត់នោះទេក្រោយមកនឹង Jembe គឺបានចាក់ចេញទៅរកជាមួយនឹង Zoro ចំពោះ Zoro ឯណែវិញកំពុងតែនៅតែប្រឈមមុខគ្នាជាមួយនឹង Lucy ប៉ុន្តែមើលទៅសភាពរបស់ Lucy នៅពេលនេះត្រូវបាន Zoro កាប់លង្ទិតទ្រមពេញរាងកាយទៅហើយនៅពេលជាមួយនឹងគ្នា Jembe គាត់គឺបានមកដល់ផងដែរគឺបានឃើញថា Lucy ពិតជារងទទួលការវាយប្រហារយ៉ាងដំណំស្របពេលជាមួយនឹងគ្នានឹងសម្លេងមួយគឺបានហៅជាមួយនឹង Jembe នឹងគឺជាសម្លេងរបស់ Sanji ចំពោះ Zoro នៅតែបន្តចង់ចូលទៅប្រយុទ្ធទៀតប៉ុន្តែត្រូវបាន Jembe ចាប់ដោយនិយាយដែរថា Zoro ឯងឈ្នះហើយមិនត្រូវការប្រយុទ្ធទៀតនោះទេត្រូវតែចាកចេញពីទីនេះចំណែក Lucy នៅតែបន្តដំណើរទៅមុខទៀតដើម្បីចង់ប្រយុទ្ធជាមួយនឹង Zoro នឹងឯងប៉ុន្តែគ្មាននោះទេត្រូវបាន Jembe និយាយដែរថាសុំទោសផង Lucy យើងនឹងវាយប្រហារឯងក្រោយពីនិយាយចប់នឹងJembe គឺបានបើកការវាយប្រហារទៅកាន់ Lucy នឹងតែម្ដងដែលធ្វើឲ្យគាត់ខ្លាចទៅជារាងកាយមនុស្សទៅវិញនៅពេលជាមួយនឹងគ្នា Tamas នឹងគឺគាត់បានមកដល់ពីមុខរបស់ Lucy នឹងឯងហើយ Tamas នឹងគាត់គឺចាប់ផ្ដើមសួរ Lucy ថានៅពេលនេះតើយកនៅឯណាគាត់ចង់រកយកចំពោះ Lucy គាត់គឺបានប្រាប់អំពីទីតាំងរបស់យកក៏ដូចជាបាននិយាយដែរថាសូមឲ្យទៅជួយជាមួយនឹងមិត្តភ័ក្តិរបស់គាត់ផងគាត់នៅពេលនេះរងទទួលការវាយប្រហារអំពី Zoro និង Jembe ដិន Mochi គឺចាប់ផ្ដើម alert តែម្ដងចំពោះការ alert ហ្នឹងគឺគេបានរៀបរាប់អំពីព្រឹត្តិការណ៍ដែល Luffy នៅពេលនេះបានជួបគ្នាជាមួយនឹងពួកយៈទាំងពីរនាក់ចំពោះ Tamas ហ្នឹងគាត់ក៏និយាយដែរថាគាត់អស់សំណួរសួរទៅកាន់ Lucy ហើយគាត់គឺត្រូវពេលវេលាដែលត្រូវចាកចេញប៉ុន្តែនៅពេលដែលគាត់